សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមកមើលពីរបៀបធ្វើស៊ុបគាវសាច់ជ្រូកទាំងអស់គ្នាគ្រឿងផ្សំសាច់ជ្រូកចិញ្ច្រាំការ៉ុតស្លឹកខ្ទឹមផ្សិតខ្ទឹមសម្សៅមាន់ម្រេចខ្មៅស្ករអំពៅទឹកស៊ីអ៊ីវប្រេងខ្យងពងមាន់ម្សៅពោតសន្លឹកគាវជីវ៉ាន់ស៊ុយរបៀបធ្វើយកសាច់ជ្រូកចិញ្ច្រាំច្របល់ជាមួយការ៉ុតស្លឹកខ្ទឹមផ្សិតខ្ទឹមសចិញ្ច្រាំម្សៅមាន់ម្រេចខ្មៅស្ករអំពៅទឹកស៊ីអ៊ីវប្រេងខ្យងពងមាន់យកតែពណ៌សរួចហើយយកម្សៅពោតរាយលើចានយកសន្លឹកគាវមកខ្ចប់ជាមួយសាច់រួចរាល់ហើយដាក់ទឹកចូលខ្ទះដាក់គាវចូលដើម្បីស្រុះមើលមួយល្មមរួចលើកដាក់ចានរួចហើយបំពងខ្ទឹមសទុកមួយដុំចាក់ទឹកចូលដាក់ម្សៅមាន់ស្ករអំពៅទឹកស៊ីអ៊ីវទឹកត្រីដាក់សាច់ជ្រូកចិញ្ច្រាំដែលពូនជាដុំបន្ទាប់មកទៀតដាក់គាវបន្ថែមស្លឹកខ្ទឹមជីវ៉ាន់ស៊ុយនិងខ្ទឹមដែលយើងបានបំពងរួចលើកដាក់ចានជាការស្រេចអរគុណសម្រាប់ការទស្សនាវីដេអូសូមជួយ Subscribe Channel